ជីវិតយើងបើនៅតែរស់តែបារម្ភពីខ្សែភ្នែកអ្នកផ្សេងខ្លាចគេមើលមកយើងមិនល្អខ្លាចគេគិតបែបនេះខ្លាចគេគិតបែបនោះអញ្ចឹងយើងមិននឹងអាចដើរទៅមុខបានឆ្ងាយបងប្អូននៅក្នុងប្រធានបទដែលខ្ញុំនឹងលើកយកមកចែករំលែកឲ្យបងប្អូននៅក្នុងវីដេអូនេះគឺផ្អែកទៅតាមបទពិសោធន៍ខ្ញុំផ្ទាល់អ្វីដែលខ្ញុំរៀនបានបន្ទាប់ពីចេញធ្វើការជាច្រើនឆ្នាំហើយក៏ជួបមនុស្សបានច្រើនដែរអញ្ចឹងអីដែលខ្ញុំឃើញគឺបងប្អូននឹងទទួលបានឱកាសជាមួយនឹងផលប្រយោជន៍ជាច្រើនសម្រាប់ខ្លួនឯងនៅពេលដែលបងប្អូនឈប់ខ្វល់ច្រើនទៅលើអីដែលអ្នកផ្សេងគិតមកលើបងប្អូនហើយផ្ដោតអារម្មណ៍ទៅលើតែរឿងសំខាន់និងមានប្រយោជន៍សម្រាប់បងប្អូនវិញតែមុននឹងបន្តវីដេអូនេះទៅមុខទៀតខ្ញុំសូមអរគុណទៅដល់បង្កើត Sitio ដែលជាម្ចាស់ sponsor នៅក្នុងវីដេអូនេះសម្រាប់បងប្អូនដែលមិនទាន់ស្គាល់បង្កើត Sitio គឺខាងគាត់ជា marketing agency មួយដែលជួយរៀបចំយុទ្ធសាស្ត្រសម្រាប់បងប្អូនម្ចាស់ brand ដែលកំពុងតែជួបបញ្ហានៅក្នុងការធ្វើទីផ្សារបង្ហាញផលិតផលមិនទាន់ចំអតិថិជនគោលដៅចឹងបងប្អូនម្ចាស់អាជីវកម្មបើសិនជាបងប្អូនមានតម្រូវការចង់ធ្វើទីផ្សារចង់បាន content តាក់ទាញនិងសារអត្តសញ្ញាណ brand ខ្លួនឯងឲ្យកាន់តែរឹងមាំបងប្អូនអាចតាក់ទងប្រឹក្សាព័ត៌មានបន្ថែមជាមួយគាត់បានណាខ្ញុំនឹងដាក់ contact និងព័ត៌មានបន្ថែមទៀតនៅក្នុង description នៅខាងក្រោមតើបងប្អូនយើងតវីដេអូយើងទៅមុខទៀតពាក្យថា careless មិនមែនមានន័យថាឲ្យបងប្អូនធ្វើជាមនុស្សដែលគ្មានការទទួលខុសត្រូវធ្វើការខ្ជិលខ្ជាដែលមិនអាចទុកចិត្តបានអីទេអត្ថន័យគឺឲ្យបងប្អូនកាត់បន្ថយទៅលើរឿងដែលយើងមិនអាចគ្រប់គ្រងបានដើម្បីយកពេលយកធម៌ពលមកដោតទៅលើខ្លួនឯងធ្វើឲ្យជីវិតយើងរីកចម្រើនក្នុងវីដេអូហ្នឹងខ្ញុំនឹងមាន5ចំណុចចែករំលែកទៅដល់បងប្អូនចំណុចទី1គឺផ្ដល់អាទិភាពទៅលើរឿងសំខាន់ហេតុដែលធ្វើឲ្យមនុស្សយើងមានអារម្មណ៍ថានៅគៀងមួយកន្លែងដោយសារតែយើងបែងចែកចំណាប់អារម្មណ៍និងពេលវេលារបស់យើងទៅលើរឿងគ្រប់យ៉ាងជុំវិញខ្លួនយើងស្មើគ្នាពេកជាពិសេសគឺពេលខ្លះបងប្អូនតែខ្វល់ខ្វាយទៅលើរឿងដែលមិនផ្ដល់ផលប្រយោជន៍ដល់យើងជាងផ្ដល់អារម្មណ៍ទៅលើរឿងដែលជួយឲ្យយើងរីកចម្រើនអញ្ចឹងពេលខ្លះនៅពេលដែលបងប្អូនគិតទៅលើរឿងអីមួយបងប្អូនសាកសួរខ្លួនឯងថាតើរឿងហ្នឹងស័ក្តិសមនឹងបងប្អូនដាក់ថាមពលខ្វាយខ្វល់ទៅលើវាអត់វាផ្ដល់ផលប្រយោជន៍ដល់បងប្អូនច្រើនអត់ហើយវាស្ថិតនៅក្នុងសមត្ថភាពគ្រប់គ្រងរបស់បងប្អូនអត់ដូចជាខ្វាយខ្វល់គិតថាតើរាល់ថ្ងៃអ្នកនេះជួយចិត្តខ្ញុំអត់អ្នកនោះស្រឡាញ់ខ្ញុំអត់ចឹងរឿងហ្នឹងគឺវាអត់សិតនៅក្នុងសមត្ថភាពគ្រប់គ្រងរបស់យើងទេចឹងបងប្អូនមិនចាំបាច់ចំណាយពេលទៅលើវាច្រើនពេកទេព្រោះថានៅក្នុងជីវិតយើងរាល់ថ្ងៃគឺយើងមានរឿងជាច្រើនដែលយើងត្រូវគិតមានរឿងជាច្រើនដែលយើងត្រូវធ្វើដូចជាយើងត្រូវចំណាយថាមពលចំណាយកម្លាំងសម្រាប់ការងារចិញ្ចឹមជីវិតប្រចាំថ្ងៃចឹងបងប្អូនកុំដាក់សម្ពាធខ្លួនឯងឲ្យហត់ជាមួយនឹងរឿងផ្សេងដែលយើងមិនអាចគ្រប់គ្រងបានទៀតអញ្ចឹងយើងធ្វើអីដែលខ្លួនឯងពេញចិត្តធ្វើអីដែលជួយខ្លួនឯងរីកចម្រើនធ្វើអីដែលជួយឲ្យជីវិតយើងរស់នៅបានស្រួលនិងសប្បាយចំណុចទី2ផ្ដោតទៅលើជីវិតខ្លួនឯងវិញមនុស្សជាច្រើនអត់ដឹងខ្លួនទេថានៅពេលដែលយើងខ្វះទំនុកចិត្តនៅលើខ្លួនឯងគឺមកពីយើងតាមដានជីវិតអ្នកផ្សេងច្រើនពេកនៅក្នុងសម័យ digital ដូចឥឡូវនេះគឺយើងទាំងអស់គ្នាចូលចិត្តផុសខ្លួនឯងលើប្រព័ន្ធ social media អញ្ចឹងនៅពេលដែលបងប្អូនឃើញជីវិតជោគជ័យរបស់គេនៅលើប្រព័ន្ធ social media បងប្អូននឹងចាប់ផ្ដើមអន់ចិត្តទៅលើខ្លួនឯងបងប្អូននឹងចាប់ផ្ដើមប្រៀបធៀបជីវិតរបស់ខ្លួនឯងវិញថាហេតុអីបានជាយើងអត់បានដូចគេហេតុអីបានជាគេធ្វើបានប៉ុន្តែយើងមិនទាន់បានធ្វើបានអញ្ចឹងយូរទៅវានឹងធ្វើឲ្យបងប្អូនមានអារម្មណ៍ថាខ្លួនឯងធ្វើមិនទាន់បានល្អគ្រប់គ្រាន់ប៉ុន្តែតាមការពិតទៅគឺអ្វីដែលបងប្អូនឃើញគឺជាជ្រុងមួយនៃជីវិតរបស់គេដែលគេបង្ហាញឲ្យបងប្អូនឃើញទេអញ្ចឹងបងប្អូនអត់ទាន់ដឹងទេថានៅពីក្រោយភាពជោគជ័យនោះគឺគេឆ្លងកាត់ឧបសគ្គយ៉ាងម៉េចខ្លះដើម្បីគេអាចទទួលបានជីវិតដែលជោគជ័យដូចដែលបងប្អូនកំពុងតែឃើញក្នុងជំនួសឲ្យការប្រៀបធៀបជីវិតខ្លួនឯងជាមួយនឹងអ្នកផ្សេងបងប្អូនយកពេលវេលាទាំងអស់ហ្នឹងមកផ្ដោតទៅលើខ្លួនឯងវិញរៀនជំនាញបន្ថែមអភិវឌ្ឍខ្លួនឯងអានសៀវភៅនិងបណ្ដុះគំនិតថ្មីសម្រាប់ខ្លួនឯងខិតខំកសាងជីវិតដែលយើងសម័យចង់បានចំណុចទី3ចាប់ដើមធ្វើសិនបងប្អូនភាគច្រើនគិតថានៅពេលដែលយើងចាប់ដើមធ្វើអ្វីមួយតោះតែយើងមានភាពជឿជាក់ទៅលើខ្លួនឯង 100% ទើបយើងហ៊ានធ្វើក៏ប៉ុន្តែទំនុកចិត្តហ្នឹងគឺវាអាចកើតមានឡើងនៅពេលដែលយើងធ្វើបដាអញ្ចឹងបើសិនជាបងប្អូននៅចាំដល់ខ្លួនឯងមានភាពជឿជាក់ 100% អញ្ចឹងតើពេលណាយើងអាចចាប់ដើមធ្វើការងារដែលយើងចង់ធ្វើនឹងបានមានពាក្យមួយឃ្លានៅក្នុងភាសាអង់គ្លេសដែលគេនិយាយថា fake it until you make it អាចនិយាយថាយើងធ្វើពុតជាមានទំនុកចិត្តទៅលើខ្លួនឯងសិនជឿជាក់ទៅលើខ្លួនឯងសិននៅពេលដែលយើងចាប់ផ្ដើមធ្វើការងារថ្មីដែល challenge សម្រាប់យើងជឿជាក់ថាយើងអាចធ្វើបានទើបយើងអាចបន្តធ្វើការងារនឹងឲ្យសម្រេចបានទុកចិត្តទៅលើខ្លួនឯងរហូតដល់ពេលដែលយើងមានជំនាញពិតប្រាកដនិងចេះស្ទាត់ច្បាស់ 100% យើងទុកចិត្តទៅលើខ្លួនឯងសិនបានយើងមានកម្លាំងចិត្តក្នុងការធ្វើការងារថ្មីព្រោះថាបើសិនជាយើងខ្លួនឯងមិនទាន់ជឿជាក់ទៅលើខ្លួនឯងទៀតចឹងអ្នកផ្សេងគេមិននឹងអាចជឿជាក់ទៅលើយើងបានដល់ពេលដែលបងប្អូនចាប់ផ្ដើមធ្វើការងារថ្មីបងប្អូននឹងទទួលបានបទពិសោធន៍ថ្មីទៀតចឹងយូរទៅអ្វីដែលធ្លាប់តែគួរឲ្យខ្លាចក៏វា
វាទៅជារឿងធម្មតាដែរអ្វីដែលយើងគិតថាយើងមិនអាចធ្វើទៅរួចក៏យើងអាចធ្វើបានដែរមនុស្សដែលបងប្អូនឃើញថាគេមានភាពជឿជាក់នៅថ្ងៃនេះមិនមែនមកពីគេកាត់មកគឺមានភ្លាមទេគឺមកពីគេបន្តធ្វើនៅសន្សំបទពិសោធន៍ទោះបីជាគេមានអារម្មណ៍ថាមិនច្បាស់លាស់នៅពេលដែលគេចាប់ផ្ដើមក៏ដោយក៏គេនៅតែបន្តធ្វើវាដែរចំណុចទី4ទទួលស្គាល់ថាយើងមិនអាចគាប់ចិត្តមនុស្សគ្រប់គ្នាបានទេមិនថាបងប្អូនធ្វើអ្វីក៏ដោយឬក៏បងប្អូននៅស្ងៀមក៏ដោយក៏គេគង់តែមានមតិទៅលើបងប្អូនរហូតចឹងបងប្អូនត្រូវទទួលស្គាល់ថាយើងមិនអាចគាប់ចិត្តមនុស្សគ្រប់គ្នាបានទេពេលវេលាយើងមានតម្លៃថាមពលយើងក៏មានកំណត់ដែរចាប់ផ្ដើមយកពេលវេលាទាំងអស់ហ្នឹងទៅផ្ដោតទៅលើគោលដៅយើងវិញកាត់បន្ថយការខ្វាយខ្វល់ទៅលើរឿងទាំងអស់ហ្នឹងហើយបងប្អូនរៀបចំគម្រោងធ្វើស៊ីជម្រៅទៅលើកិច្ចការដែលបងប្អូនចង់សម្រេចកិច្ចការដែលបងប្អូនចង់ធ្វើបងប្អូននឹងឃើញជីវិតខ្លួនឯងល្អប្រសើរឡើងនៅពេលដែលបងប្អូនប្រវាយចំណាប់អារម្មណ៍ពីអ្នកផ្សេងមកផ្ដោតទៅលើខ្លួនឯងវិញចំណុចទី5ផ្លាស់ប្ដូរផ្នត់គំនិតជំនួសឲ្យការគិតថាចុះបើសិនជាខ្ញុំបរាជ័យមកគិតថាចុះបើសិនជាខ្ញុំអាចធ្វើបាននៅពេលដែលយើងសាកអ្វីដែលថ្មីវាជារឿងធម្មតាទេដែលយើងខកច្រើនភ័យខ្លាចការបរាជ័យមានគំនិតអវិជ្ជមានជាច្រើនដែលនៅក្នុងខួរក្បាលយើងចុះបើសិនជាយើងមិនអាចធ្វើទៅរួចចុះបើសិនជាយើងធ្វើហើយតែអត់ដើរចិត្តយើងនឹកឃើញតែហានិភ័យនឹកឃើញតែឧបសគ្គដែលនឹងអាចកើតមានឡើងចំណុចទាំងអស់ហ្នឹងគឺកំពុងតែគាត់យើងមិនឲ្យសម្រេចក្តីសម័យដែលយើងចង់ធ្វើតែបងប្អូនការបរាជ័យក៏ជាផ្នែកមួយនៃការជោគជ័យដែរបងប្អូនផ្លាស់ប្ដូរផ្នត់គំនិតវិញមកគិតថាបើសិនជាបងប្អូនអាចធ្វើបានបងប្អូននឹងទទួលបានអ្វីខ្លះបើសិនជាពេលដែលយើងធ្វើហើយមិនអាចដើរទៅតាមអ្វីដែលបងប្អូនគ្រោងទុកក៏បងប្អូនអាចទទួលបានបទពិសោធន៍បងប្អូនទទួលបានចំណេះដឹងនិងគំនិតថ្មីៗដែលបងប្អូនមិនដែលធ្លាប់មានពីមុនមកនេះគឺជាផ្នត់គំនិតមួយដែលកាត់បន្ថយភាពភ័យខ្លាចបរាជ័យរបស់បងប្អូនឲ្យមើលឃើញឱកាសនិងបទពិសោធន៍ថ្មីៗជំរុញឲ្យបងប្អូនហ៊ានដើរទៅតាមក្តីសម័យរបស់ខ្លួនឯងការរស់នៅបែប careless do more គឺយើងកាត់បន្ថយការខ្វាយខ្វល់ទៅលើរឿងណាដែលមិនសំខាន់រឿងណាដែលមិនសូវផ្ដល់ផលប្រយោជន៍ដល់យើងមកផ្ដោតចំណាប់អារម្មណ៍ទៅលើខ្លួនឯងវិញធ្វើរឿងដែលជួយឲ្យខ្លួនយើងរីកចម្រើនបើសិនជាបងប្អូនកាត់បន្ថយចំណាប់អារម្មណ៍ខ្លួនឯងមិនសូវខ្វាយខ្វល់ទៅលើរឿងដែលយើងមិនអាចគ្រប់គ្រងបានបងប្អូននឹងមិនសូវគិតច្រើនជាងមុនបងប្អូនមិនសូវមានសម្ពាធច្រើនហើយក៏បងប្អូនមានពេលច្រើនសម្រាប់ផ្ដោតទៅលើខ្លួនយើងផ្ទាល់ជំរុញឲ្យខ្លួនឯងហ៊ានធ្វើអ្វីដែលថ្មីៗសាកអ្វីដែលថ្មីដែលនាំឲ្យខ្លួនយើងរីកចម្រើនចឹងសម្រាប់វីដេអូហ្នឹងគឺខ្ញុំមានតែប៉ុណ្្នឹងទេអរគុណបងប្អូនដែលបានចំណាយពេលវេលាមកស្ដាប់ខ្ញុំនៅថ្ងៃនេះបើសិនជាបងប្អូនមាន topic ណាដែលបងប្អូនចង់ស្ដាប់បងប្អូនអាច comment នៅខាងក្រោមហ្នឹងបានណាបើសិនជាបងប្អូនពេញចិត្តវីដេអូហ្នឹងបងប្អូនជួយ like share និង subscribe ឲ្យខ្ញុំមួយផងណាដើម្បីទទួលបានវីដេអូថ្មីៗទៀតទាក់ទងនឹងការចែករំលែកចំណេះដឹងអរគុណច្រើនបងប្អូនយើងនឹងជួបគ្នានៅក្នុងវីដេអូក្រោយៗទៀត